របៀបផុសវីដេអូឲ្យឆាប់រ៉ាឆាប់ផ្ទុះឆាប់ឲ្យគេមើលឃើញបងប្អូនតោះចូលមើលវីដេអូនេះទាំងអស់គ្នាអូខេបងប្អូនយើងចូលមកកាន់ account page របស់យើងជាងមកបងប្អូនបន្ទាប់មកយើងចូលឆាំត្រី3ទៅនេះមកអូខេបន្ទាប់មកយើងចូលបែបកន្លែងនេះមកនេះកន្លែងមើល comment ទៅនេះមកទីទៅហ្នឹងមកណាទីទៅហ្នឹងមកយើងរកពាក្យបើសិនជាយើងផុសវីដេអូមានគេមានផ្ញើសារមកមានក្រុមហ៊ុនផ្ញើសារមកបែបនេះបងប្អូននេះដាក់ថា nick បាននេះទៅល្អនេះ nick ជូពីយ៉រៀលនេះ red នេះបាន100 play នេះយើងជួយទៅនឹងមកដើម្បីផុសវីដេអូមួយទៀតបងប្អូនចង់ផ្ទុះគឺយើងផុសតាមតែគេផ្ញើសារមកបងប្អូនយើងអាចជួយទៅនឹងមកវីដេអូនេះផ្ញើទៅដល់បងប្អូនខ្ញុំឃើញបែបនេះនេះគឺវីដេអូខ្ញុំផុសតាំងពីវីដេអូមកខ្ញុំផ្ញើសារអត់ខ្ញុំផ្សេងជួយទៅនឹងមកអាចចូលកាឡាអូខេទៅខាងក្រាបនេះជួយទៅនឹងមកដើម្បីទៅអូខេទី1ទៀតបងប្អូនយើងត្រូវដាក់ឥឡូវយើងត្រូវដាក់មួយទៀតយើងត្រូវដាក់ទៅសេចំណងជើងបានល្អបងប្អូនអូខេដាក់ចំណងជើងយើងសេចំណងជើងវីដេអូយើងតាក់ទងនឹងអីគេយើងដាក់តាមបន្ទាប់មកអ្វីដែលសំខាន់គឺសញ្ញាទង់ជ្រូកដាក់ឲ្យបានល្អសញ្ញាទង់ជ្រូកបងប្អូនមើលតាមខ្ញុំយើងដាក់សញ្ញាទង់ជ្រូកណាដែលល្បីរាប់លានអញ្ចឹងយើងអាចដាក់នេះបងប្អូនគាត់ខ្ញុំដាក់សញ្ញាទង់ជ្រូកអូខេយើងដាក់សញ្ញាទង់ជ្រូកមកអូខេនេះវាលូតឡើងនេះបងប្អូនយើងដាក់ចឹងមកបងប្អូននេះរៀលចឹងមកហើយយើងដាក់ទៀតមកចង់និយាយថាវីដេអូយើងប្រភេទអីក៏ដាក់បានដែរបងប្អូនវីដេអូយើងធ្វើប្រភេទអីក៏យើងអាចដាក់រៀលក្នុងនឹងបានដែរវាប៉ះពាល់អីទេបងប្អូនព្រោះរៀលនេះគឺគេដាក់ច្រើនគ្នាណាច្រើនលានអ្នកបងប្អូននេះដូចជា177លានយើងដាក់ហ្នឹងមកបងប្អូនហ្នឹងហើយតោះមកយើងចុចទង់ជ្រូកទៀតយើងរកកន្លែងណាបងប្អូន133លាននេះអានេះយើងដាក់មកនេះយើងចុចមកយកមកអូខេហើយយើងដាក់សញ្ញាទង់ជ្រូកកុំដាក់ច្រើនពេកយើងដាក់តែ3ប៉ុណ្ណឹងបានហើយបងប្អូនដាក់ច្រើនពេកអាចនឹង spam ខូច page របស់យើងបានព្រោះតែមានអ្នកមើលបើមិនយើងដាក់ច្រើនពេកក្រុមហ៊ុន Facebook គេនឹងឃើញបងប្អូនយើងដាក់តែ3ប៉ុណ្ណឹងបានហើយបន្ទាប់មកយើងដាក់យើងជួយបញ្ជូនទៅមកទៅបងប្អូនហើយជាការស្រេចបើយើងចង់សហការយើងដាក់បានបងប្អូននេះ save page មួយណាដែលយើងចង់សហការផុសទៅណាដូចផុស collab ចឹងអូខេតោះមកយើងជួយផុសមករួចជាការស្រេចបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ